ប្រិមិត្តទូនជនបាទជាទីមេត្រីបាទគណៈនៅវេលាម៉ោង 12 និង25 នាទីគឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយនៅតាមបណ្ដោយផ្លូវប្រវត្តិក្រុងទី 3 គេហៅផ្លូវសៀងស៊ីងពីងនៅក្នុងបន្លាយលើបន្លាយ 96 ប្រិមិត្តបាទស្ថិតនៅក្នុងភូមិតូក្រសាំងសង្កាត់រកាខ្ពស់បាទក្រុងតាខ្មៅខេត្តកណ្ដាលបណ្ដាលឲ្យបាទរថយន្តមួយគ្រឿងពណ៌លឿងបាទដឹកការ៉ូប្រិមិត្តបាទយើងឃើញបាទការ៉ូនៅពេញរថយន្តតែម្ដងបាទដឹកការ៉ូហើយបាទតាមប្រភពការបញ្ជាក់ពីបងប្រុសដែលជាគ្រូរថយន្តនេះគឺគាត់បានបញ្ជាក់ប្រាប់ថាគឺរថយន្តនេះគឺបាទគាត់ថាប្រាំងអត់ស៊ីបាទប៉ុន្តែបាទមកដល់ចំណុចកន្លែងលើស្ពាននេះគឺបងប្អូនប្រជាពលរដ្ឋគឺគាត់បានឃើញហេតុការណ៍គឺថារថយន្តគឺគេឈប់គ្រប់គ្នាប៉ុន្តែដោយរថយន្តនេះគឺគាត់អត់ឈប់ទេបាទហើយគាត់ត្រូវមកបុកជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្ដាលឲ្យបាទគាត់ទៀតមកទប់ជាមួយនឹងរថយន្តសូមួយគ្រឿងនេះហើយប៉ះហើយជាមួយនឹងម៉ូតូស្គូពីចំនួន2គ្រឿងទៀតបណ្ដាលឲ្យរថយន្តគឺរងការខូចខាតបាទផ្នែកខាងមុខយ៉ាងដំណំតែម្ដងតែនេះគឺជាម៉ូតូស្គូពីចំនួន2គ្រឿងដែលរថយន្តបានប៉ះបាទម៉ូតូមួយគ្រឿងដែលពណ៌សនេះគឺពាក់ផ្លាកលេខភ្នំពេញ1KF 33និង43ប្រិមិត្តបាទនេះបាក់ផ្លាកលេខបាទដាច់កាត់តាប៊ូលបើកហើយចំណែកខាងមួយគ្រឿងទៀតនេះគឺស្គូពី Plus បាទដែលពាក់ផ្លាកលេខភ្នំពេញ 1KV 52និង31គឺរងការខូចខាតបាទបន្តិចបន្តួចទេតែចំណែកខាងរថយន្តគឺផ្នែកខាងមុខគឺធ្ងន់តែម្ដងប្រិមិត្តបាទគឺខ្ទេចបាទមកចំហៀងហើយខាងនេះគឺបាទកញ្ចក់អីគឺធ្លាក់ចុះក្រោមហើយនេះកញ្ចក់ប្រិមិត្តបាទនេះគឺចក់គឺខ្ទេចធ្លាក់ចុះមកក្រោមតែម្ដងបាទលបើកមកទាំងផ្ទាំងតែម្ដងកញ្ចក់រថយន្តផ្នែកខាងមុខហើយជាប់ជាមួយនឹងបាទថ្មបង្កាន់ដៃស្ពាននេះបាទហើយទីតាំងកន្លែងកើតហេតុនេះគឺនៅគេហៅថាស្ពាន96ប្រិមិត្តបាទស្ថិតនៅលើផ្លូវក្បាត់ក្រុងទី 3 ផ្លូវស៊ីងជីងពីងក្នុងសង្កាត់រកាខ្ពស់បាទក្រុងតាខ្មៅខេត្តកណ្ដាលនៅថ្ងៃទី16 ខែមីនាឆ្នាំ2026នេះបាទរថយន្តនេះគឺពាក់ផ្លាកលេខភ្នំពេញ 3A81 និង09ប្រិមិត្តបាទដឹកការ៉ូសំងបាទនេះយើងឃើញហើយទឹកគៀបតបនៅកន្លែងកើតហេតុបាទគៀបជាប់ជាមួយនឹងរថយន្តសូមួយគ្រឿងដែលគាត់ដឹកអីវ៉ាន់ដែលប្រិមិត្តបាទរថយន្តក្លុបនេះដែលពាក់ផ្លាកលេខភ្នំពេញ 2BI បាទ84និង92បាទហើយនេះគឺគាត់កិច្ចមកជាប់នៅនឹងតែម្ដងប្រិមិត្តបាទហើយបងប្អូនខាងនឹងគឺគាត់អត់មានរងរបួសអីទេរថយន្តអានេះគឺម៉ាកបងហ្គោរថយន្តការ៉េម៉ាកបងហ្គោដែរប្រិមិត្តបាទហើយនោះគឺសុទ្ធតែជាតៃកុងហើយនឹងព្រូគាត់នៅខាងនោះបាទហើយកញ្ចក់គឺរាយប៉ាយពេញហ្នឹងហើយបងប្អូនយើងបាទកញ្ចក់គឺរាយប៉ាយពេញហ្នឹងតែម្ដងបាទនេះសំណាងល្អហើយប្រិមិត្តបាទគឺរងរបួសស្រាលបាទតៃកុងគឺចុះតន់ប្រិមិត្តបាទតាមការបញ្ជាក់ពីខាងព្រូគឺគាត់បានបញ្ជាក់ថាគឺគាត់បាទហ្វ្រាំងអត់ស៊ីបាទហ្វ្រាំងអត់ស៊ីបាទហើយក៏គាត់មកបុកហើយជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀតហើយក៏គាត់បាទកិច្ចមកទប់ជាមួយនឹងថ្មស្ពានបន្លាយ96នេះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្ដងបាទអរគុណច្រើនបងប្អូនបាទនេះគឺជាព័ត៌មានបឋមករណីគ្រោះថ្នាក់ចរាចរណ៍បាទរវាងរថយន្តបាទដឹកការ៉ូហើយនឹងមកប៉ះជាមួយនឹងរថយន្តហើយក៏ផ្ទៀតមកប៉ះជាមួយនឹងម៉ូតូចំនួន2គ្រឿងទៀតបាទនៅលើផ្លូវក្បាត់ក្រុងទី3ផ្លូវស៊ីងជីងពីងបាទហើយសូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាក្នុងក្នុងការបើកបរមិនថាពេលយប់មិនថាពេលថ្ងៃបាទជាវៀងដើម្បីកាត់បន្ថយថ្ងៃនេះនិងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូនយើងណាបើកបរមានការប្រុងប្រយ័ត្នបាទអញ្ចឹងយើងទៅណាមកណាគឺយើងមានសុខសុវត្ថិភាពទាំងអស់គ្នាបាទមិនថាទៅដល់កន្លែងណាទេឲ្យតែមានការប្រុងប្រយ័ត្នបងប្អូនគឺនឹងទទួលបានសុខសុវត្ថិភាពបាទកុំចង់លឿនពេកបងប្អូនណាតែកាលណាមានបញ្ហាគឺវាយូរលើសដើមអញ្ចឹងសូមបើកបរមានការប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ទាំងអស់គ្នាបាទអរគុណ